ជំរាបសួរបងប្អូនអបអរសាទរបងប្អូនចូលរួមជាមួយនឹងថ្នាក់រៀនភាសាខ្មែរភាគទី5ថ្នាក់ទី6បងប្អូនយើងមើលរូបភាពខាងលើនេះគឺជារូបភាពរបស់ព្រះចេតិយគូឡាព្រះចេតិយនឹងស្ថិតនៅខេត្តគៀនយ៉ាងណាបងប្អូនសប្តាហ៍ថ្ងៃគេហៅគៀនយ៉ាងសប្តាហ៍ថ្ងៃគេហៅថាអានយ៉ាងណាបងប្អូនណាអញ្ចឹងមករៀននឹងយើងនឹងស្វែងយល់ថាតើព្រះចេតិយគូឡានឹងស្ថិតនៅកន្លែងណារបស់គៀនយ៉ាងហើយមានអ្វីពិសេសឬទេបងប្អូនយើងនឹងស្វែងយល់ដូចតទៅអត្ថបទព្រះចេតិយគូឡានៅខេត្តគៀនយ៉ាងមករៀននឹងបងប្អូនទី1យើងត្រូវតែអានបានអត្ថបទទី2គឺយល់បានខ្លឹមសាររបស់អត្ថបទនឹងណាបងប្អូនណាឥឡូវគឺពាក្យពិបាកបងប្អូនសួរតាមអ្នកគ្រូព្រះចេតិយវីរៈមរណៈសាមណៈក្បូរក្បាច់រចនាសក្ការៈបូជាបាតុកម្មនិមិត្តរូបប្រវត្តិសាស្ត្របន្តទៀតគឺអត្ថបទព្រះចេតិយគូឡានៅខេត្តគៀងយ៉ាងព្រះចេតិយគូឡាឬព្រះចេតិយវីរៈមរណៈសាមណៈ4អង្គនៅខេត្តគៀនយ៉ាងបានកសាងឡើងនៅស្រុកជ័យថាញ់ជាប់ផ្លូវជាតិពីរិចស័យទៅមីងលឿងចម្ងាយ 2.5 គីឡូម៉ែត្រពីទីរួមស្រុកមីងលឿងព្រះចេតិយនេះបានសំអិតសំអាងដោយក្បូរក្បាច់រចនាវប្បធម៌ខ្មែរកសាងឡើងដើម្បីបញ្ចុះអធិធាតុនិងធ្វើសក្ការៈបូជាចំពោះព្រះសង្ឃ4អង្គព្រះនាមយ៉ាញ់ទឹកយ៉ាញ់ហយយ៉ាញ់ហមនិងលំហុំដែលបានពលីកម្មនាថ្ងៃទី10ខែមិថុនាឆ្នាំ1974ដែលកំពុងធ្វើបាតុកម្មទាមទារសិទ្ធិសេរីភាពបួសរៀនអក្សរសាស្ត្រខ្មែរនិងប្រឆាំងការចាប់ព្រះសង្ឃយុវជនទៅធ្វើទាហានវីរៈមរណៈសាមណៈទាំង4ព្រះអង្គស័ក្តិសមជានិមិត្តរូបតំណាងព្រះសង្ឃនិងបណ្ដាជនជាតិបងប្អូននៅវេរៈណាមបូចំពោះការបង្ក្រាបរបស់សត្រូវព្រះសង្ឃទាំង4អង្គនេះបង្ហាញឡើងនៅចំណងសាមគ្គីភាពទាំងបណ្ដាជនជាតិជាបងប្អូនដែលជាផ្លូវឈានឡើងមហាជ័យជំនះនីតិខែរដូវឆ្នាំ1975ជាប្រវត្តិសាស្ត្របងប្អូនឥឡូវយើងនឹងស្វែងយល់នៅអានយល់អត្ថបទចំពោះអានយល់អត្ថបទហ្នឹងយើងមានសំណួរមួយចំនួនដូចខាងលើនេះទី1ព្រះចេតិយគូឡាស្ថិតនៅកន្លែងណាយោងតាមអត្ថបទចម្លើយរបស់យើងគឺស្ថិតនៅស្រុកជ័យថាញ់ខេត្តគៀនយ៉ាងសប្តាហ៍ថ្ងៃគឺខេត្តអាំងយ៉ាងបងប្អូនណាសំណួរទី2សំណង់ចេតិយឧទ្ទិសចំពោះអ្នកណាបងប្អូនចម្លើយរបស់យើងគឺបញ្ចុះអធិធាតុនិងធ្វើសក្ការៈបូជាចំពោះព្រះសង្ឃ4អង្គព្រះនាមថាយ៉ាញ់ទឹកយ៉ាញ់ហយយ៉ាញ់ហមនិងលំហុំសំណួរទី3អ្នកទាំងឡាយគោរពបូជាសាមណៈទាំង4ព្រះអង្គពីព្រោះអ្វីចាចម្លើយរបស់យើងគឺពីព្រោះព្រះអង្គទាំង4អង្គបានពលីកម្មក្នុងពេលធ្វើបាតុកម្មទាមទារសិទ្ធិសេរីភាពបួសរៀនអក្សរសាស្ត្រខ្មែរនិងប្រឆាំងការចាប់ព្រះសង្ឃនិងយុវជនទៅធ្វើទាហានក្នុងអត្ថបទនេះយើងមានសេចក្តីចងចាំបងប្អូនយើងរៀនចាំទាំងអស់គ្នាណាចងចាំជានានុជនគប្បីគោរពរំលឹកជានិច្ចវីរៈមរណៈសាមណៈទាំង4អង្គទាំង4ព្រះអង្គនេះជានានុជន
គប់បីគោរពលំលឹកជានិច្ចវីរៈមរណៈសាមណៈទាំង4ព្រះអង្គនេះបងប្អូនចងចាំនេះរៀនចាំមកណាបងប្អូនណាចាចំពោះខ្លឹមសារនៃលំហាត់និងអនុវត្តកន្លែងនេះបងប្អូនធ្វើដោយឯងយើងសរសេរចូលឯកសាររបស់យើងណាបងប្អូនសំណួរគឺខេត្តគៀនយ៉ាងសប្តាហ៍ថ្ងៃមានការផ្លាស់ប្ដូរអ្វីខ្លះអំពីឈ្មោះនិងមានព្រំប្រទល់ជាមួយខេត្តណាបងប្អូនណាអញ្ចឹងយើងទី1យើងរាប់ឲ្យបានឈ្មោះសប្តាហ៍ថ្ងៃរបស់គៀងយ៉ាងទី2គឺរាប់បានព្រំប្រទល់របស់ខេត្តគៀងយ៉ាងសប្តាហ៍ថ្ងៃហ្នឹងគឺប្រទល់ជាមួយនឹងខេត្តណាឬក៏ប្រទេសណាអញ្ចឹងណាយើងសរសេរជាឲ្យសពគ្រប់បងប្អូនណាចាអញ្ចឹងម៉ោងរៀនរបស់យើងគឺចាប់តែប៉ុណ្្នឹងបងប្អូនយើងធ្វើលំហាត់ហើយនឹងហាត់អានអត្ថបទសារឡើងវិញឲ្យបានម៉ត់ចត់ណាបងប្អូនចាអរគុណលាទាំងអស់គ្នា